Ôn tao khné nè lấy côn bóng crấn á kê nhỏ lấy ấy anh ơi lai ta ở bốc ấy bà to su đắm bay côn á tôi bây giờ côn ở cả láng kê nhỏ cái đai bàn ta lấy đấy con ro cái là co mong bay chuẩn đua bà chỉ mua côn mà con một thời gian là côn mà con ơi tôi chơi mặt ái bay ở bốc ban chung thì cứ chỉ ca to su đắm bơ ở bốc quanh mặt tén sẵn lánh côn và tôi chỉ bay chia miếng ở bờ xã chung ở bờ xã giang na cái đó tôi bay chia con miếng rúp riêng tôi trên kê giang na cái đó bàn tay con liên việt suพลังมันเต้มันจังปีเนี่ยธรรมดาเลยบางคนซาก้อนมันเต้เนี่ยบางคนตัวใบโกนก้อนคือเกยอ่อนลิงกันดาวให้มันตายก้อนนั่นแต่ต่อสู้แต่หมกเกียร์มาคือสมานี่คือเมาดับมวยเชียงไอ้ส้มแต่ซาก้อนแต่มันน้องเนี่ยบางคนอะไรเนี่ยโอ้ยอยู่โซ่บ้องด้วยต่อสู้ได้ไหมคำต้อนสู้มีมนต์ให้โกนเกยอ่อนให้มันตายอัดผอมเกยดิเก่งบันเราไงโดยซาแต่มูละหายได้บ้องบันเนี่ยเพียต่อสู้ขนาดนี้บาเดือดซาเป็นมนต์เมาจ้ะโจมขึ้นมาจ้ะชิวโจมเลยซาเหมือนเต้นไอ้บอลพอยังไม่ได้ใบบอลกระนั้นจักได้อะทุกคนนั่นไอ้บอกกระจกสมานมาเท่บอลเชียร์กับลาโก้บดามาดูแม่แม่ชมวยได้โมกุทีบันดาโมบันดาใบอะไรใบใบไอ้มาดูเลยanhมาดูแลคันมาโบนักเนี่ยมาเนี่ยโดนแลคันแต่ซาก้อนมันแซ่นะมาโบนบ่าโกนเกยออกก็ได้มันแต่ปุ๊บได้สู้ในเฮ้ยคือตักเช็ดไอ้ปุ๊บยังนะก็มันอายนั่งกัดไฟบานเตะหัวตักเช็ดไอ้ปุ๊บคือมาโชว์รบประกวดในขนมทั้งไงทีวีซองก้นไอ้ปุ๊บแล้วก็กระมวลบุษราเชียมหาประกาศดอกจ้าบ้าสำหรับทีวีบอลลูกไอ้ปุ๊บคือในทั้งไงตีแต่ปรำไทยมีตัวนั้นที่ป้อไปปรำแต่เราสมัครซาก้อนมันเต้นมันได้ยังนะบัตรเจ็ดเนี่ยยังดังหายถ้าตามาจากทีพีสำหรับไงตีดอกปรำข้าวอินโทนาได้เชียร์เนี่ยนะโอ้ยបងប្អូនតគ្នាในโชว์รูมអសាតយ៉ាងណាក៏ដោយគឺបងក្រិនទទួលបានទឹកប្រាក់រហូតដល់4លានដោយនិតការខំប្រឹងរបស់គាត់បងប្អូនតគ្នាអើយបាទឥឡូវនេះមកជួបបងក្រិនទៀតហើយគេថាសោកស្ដាយជំនួសគាត់មែនតើណាបាទខ្វះតែដូចជាមួយវិនាទីឯងបាទគាត់អាចដណ្ដើមនៅជ័យលេខ2លេខ1បានទឹកប្រាក់រហូតដល់40លានរៀលបាទជំរាបសួរបងអត់វាសួរได้បងមិញបាទស្ដាយដែរតែមិនដឹងធ្វើម៉េចបាទតែយើងវាសំឡាងអត់ដល់វិឲ្យបងមិញណាចិត្តបាន40លានរៀលបាទតែពេលឥឡូវមិនដែរបងយើងអនសពុនចិត្តនៅពេលដែលយើងបានលេខ2បាទអត់អីទេបាទលេខ2ក៏លេខដែរហើយយ៉ាងហោចណាស់ក៏យើងបានចូលរួមជាមួយនឹងក្រុមហ៊ុន Boostrong ដែលជាក្រុមហ៊ុនដ៏ល្អហើយបង្កើតកម្មវិធីថ្មីប្លែកកម្មវិធីរបស់យើងដោយឃើញថាបងតស៊ូរហូតបាននៅជ័យលាភីលេខ2សម្រាប់ក្រុមឥឡូវនេះបាទពីក្រុមហ៊ុនភេទចាក់បើកម្លាំងប៊ូស្រងបានធ្វើការប្រគល់នៅទឹកប្រាក់បាទជូនបងដោយសារអីគាត់ឃើញកូនរបស់បងទាំង3ហ្នឹងមកគ្រប់គ្រងលោកឪពុកបាទរហូតដល់គេងលងលក់នៅកន្លែងកម្មវិធីតែម្ដងឥឡូវនេះវត្តមាន Mr. Chris នឹងធ្វើការប្រគល់នៅទឹកប្រាក់ជូនបងដែលជាគេហៅថាអ្នកកំ pl ែងជើងចាស់បាទឥឡូវនេះបាទ Mr. Chris ធ្វើការប្រគល់ជូនតែម្ដងបាទបងបាទធ្វើការទទួលតែម្ដងទៅបងណាបាទទឹកប្រាក់បាទ4លានរៀលបាទមិនឈរកើតទេបងកើតទេកើតបងណាបាទអរគុណដល់បាទ Boostrong ដែលគាត់បានបាទឧបត្ថម្ភបន្ថែមទៀតបាទចំនួនទឹកប្រាក់4លានរៀលបាទជូនពរឲ្យបាទក្រុមហ៊ុន Boostrong បាទដំណើរការរហូតហើយបង្កើតនៅកម្មវិធីបាទល្អដើម្បីអ្នកចូលរួមទស្សនាក៏ដូចជាបាទពិសាបាទនឹងហើយត្រូវរង្វាន់ពិតបាទនឹងអរគុណអូយបងប្អូនតគ្នាដែលចូលរួមអបអរសាទរយ៉ាងណាក៏ដោយគឺបងក្រិនទទួលបានទឹកប្រាក់រហូតដល់4លានខាងក្រុមហ៊ុន Boostrong បានប្រគល់ជូនគាត់ដោយការបាទអាណិតដោយការខំប្រឹងរបស់គាត់អញ្ចឹងណាបងប្អូនតគ្នាបាទអញ្ចឹងសម្រាប់បងវិញថ្ងៃនេះមានពាក្យពេចន៍អរគុណដល់ខាងក្រុមហ៊ុន Boostrong ហើយនិយាយទៅយ៉ាងណាក៏ដោយគឺជាទឹកចិត្តរបស់គាត់ដែលឃើញការខំប្រឹងរបស់បងទោះបីមិញមិនឃើញថាកូនបងអីហ្នឹងក៏កេងលក់អស់លេងហើយប៉ុន្តែបងនៅមានភាពតស៊ូទៅមុខទៀតគាត់បាទមកនឹងមកផ្ដល់កម្លាំងចិត្តដល់ពេលយូរពេកទៅនាំទៅកេងអស់លេងហើយបាទនឹងហើយជាចុងក្រោយនេះខ្ញុំបាទក៏ដូចជាខាងបាទសារព័ត៌មានអស់ហើយនឹងអ្នកដែលគាត់មកបាទប្រកួតប្រជែងក្នុងថ្ងៃនេះបាទឲ្យខ្ញុំតំណាងឲ្យពួកគាត់បាទជូនពរឲ្យក្រុមហ៊ុន Boostrong បាទមានកម្មវិធីបាទប្លែកហើយធ្វើជារៀងរហូតចឹងទៅដើម្បីអ្នកដែលអតិថិជនដែលគាត់ទិញយកទៅពិសាហើយមិនត្រឹមតែប៉ុណ្្នឹងមកត្រូវរង្វាន់ពិត
ហើយជូនពរឲ្យក្រុមហ៊ុនក៏ដូចជាក្រុមការងាររបស់ក្រុមហ៊ុនបាទសុខភាពល្អហើយជោគជ័យការងារភារកិច្ចទាំងអស់នោះបាទសូមអរគុណ អរគុណច្រើនមកដូចគ្នាអរគុណច្រើនបាទចូលរួមអបអរសាទរគឺគាត់បានជ័យលាភីលេខ2ថ្ងៃនេះគឺទទួលបានរង្វាន់ម៉ូតូពីក្រុមហ៊ុន Boostrong ហើយថែមទាំងទឹកប្រាក់ដែលក្រុមហ៊ុន Boostrong បកគលជូនគាត់បន្ថែមគឺរហូតដល់4លានទៀតបាទគឺអរគុណមែនតើ